នៅយប់ថ្ងៃទី19ខែធ្នូឆ្នាំ2025សារព័ត៌មានក្នុងស្រុកបានចុះផ្សាយពីករណីដ្រូនធំស៊ើបការមួយគ្រឿងដែលមានប្រវែង8ម៉ែត្ររបស់ទាហានឈ្លានពានសៀមបានធ្លាក់ឆេះស្ថិតក្នុងភូមិទួលពងរសង្កាត់អូរស័យក្រុងប៉ោយប៉ែតនៅវេលាម៉ោងប្រមាណ8យប់ថ្ងៃទី18ខែធ្នូឆ្នាំ2025ខណៈការដែលធ្លាក់នេះគឺមិនមែនដោយចៃដន្យនោះឡើយទាក់ទិននឹងដ្រូនដែលធ្លាក់នេះនៅព្រឹកថ្ងៃទី19ខែធ្នូឆ្នាំ2025តាមគណនីរបស់ឯកឧត្តមខៀវកញ្ញរិទ្ធបានចែករំលែកបន្តពី Page Real Idea ដែលថ្មីនេះបានធ្វើការសន្និដ្ឋានបឋមថាដ្រូនថៃដែលធ្លាក់នៅវេលាម៉ោង8យប់មិញក្នុងក្រុងប៉ោយប៉ែត Dominator XP ដែលជាដ្រូនយោធាខ្នាតធំរបស់ថៃមានតែ3គ្រឿងគត់ដែលថៃបានចំណាយលុយជាង$57 លានក្នុងការទិញវាដែលចែកទៅក្នុងមួយគ្រឿង$19 លានអាមេរិកតាមការសន្និដ្ឋានបឋមនេះបានឲ្យដឹងថាបើក្នុងលក្ខខណ្ឌដ្រូនដែលធ្លាក់ឆេះនៅក្រុងប៉ោយប៉ែតគឺជា Dominator XP ពិតមែននោះនាំឲ្យថៃសល់តែ2គ្រឿងនោះទេខណៈការចំណាយរបស់វាមានទំហំទឹកប្រាក់ដូចខាងក្រោមការថែទាំគ្រឿងបន្លាស់ការដឹកជញ្ជូនការវឹកហាត់ចំណាយ$27 លានសម្រាប់3គ្រឿងនេះមកពីប្រទេសអ៊ីស្រាអែលបំពាក់បច្ចេកវិទ្យាជាង$30 លានអាមេរិកមកពីមិចស៊ិកសំបកតួចំណាយលោហៈធាតុតម្លៃ$4 លានអាមេរិកក្នុងមួយគ្រឿង